មានកំណត់ជាច្រើនណាចង់ឲ្យខ្ញុំញ៉ាំជាមួយនឹងអូម៉ាកាសេជូនតាមសំណូមពរបងប្អូនថ្ងៃនេះខ្ញុំបានមកតូក្យូអូម៉ាកាសេហើយវគ្គដំបូងនេះគឺខ្យងប៉ារ៉ាទឹកស៊ីអ៊ីវជាមួយនឹងបកាមកគ្រាប់នេះបងប្អូនហើយបកាគេសាច់ឡើងស្រួយហ្មងឆ្ងាញ់មែនបកាគេហើយជ្រលក់មួយទឹកស៊ីអ៊ីវទៀតអែមស្លោកអានេះវិញពងមាន់ចំហុយគេចំហុយជាមួយនឹងអាស៊ុបគេមកបន្តិចហ្នឹងហើយគេមានអាដូចសាច់ក្តាមអូអានេះឆ្ងាញ់ញ៉ាំបែកញើសស្រួលខ្លួនហ្មងបងប្អូនហើយបាននេះវិញរបៀបសាស៊ីមីសាច់ត្រីឆៅឆៅគេមានជាមួយនឹងសាល់ម៉ុនមានជាមួយនឹងសាច់ត្រីទូណាហើយបកងប៉ាហើយនឹង oyster បងប្អូនហើយសាច់ត្រីរបស់គេគឺស្រស់ best ហ្មងបងប្អូនអើយ fresh ហ្មងដូចលើកមកពីទឹកហ្មងណាបើ oyster ជប៉ុននេះវិញបងប្អូនឆ្ងាញ់ខ្លាំងហ្មងខ្ញុំនិយាយមែនទូគេតែ best ហ្មងនិយាយមែនហើយញ៉ាំរបស់ឆ្អាបអញ្ចឹងគេឲ្យទឹកតែក្រូចឆ្មាជប៉ុនអ្នកញ៉ាំទៅវាបំបត្តិជាតិឆ្អាបនៅកំពង់កយើងណាឥឡូវដល់វគ្គ sushi ម្ដង sushi ដុំដំបូងនេះគេរ៉ូលជាមួយនឹងសាច់ត្រីតុកែបងប្អូនសាច់ត្រីនឹងវារៀងស្វិតបន្តិចតែបើងាវនេះវិញងាវគេហុំជាមួយនឹងស៊ូស៊ីនេះឆ្ងាញ់បងប្អូនសាច់វាឡើងស្រួយហើយផ្អែមហ្មងខ្ញុំចូលចិត្តអាហ្នឹងអានេះក៏ហុំមួយត្រីដែរតែនឹងត្រីស្អីបងប្អូនតែដឹងតែថាអូ fresh ឆ្ងាញ់មែនតើហ្មងស្រស់ពិតរបស់គេយាយបើអានេះវិញឆ្ងាញ់ខ្លាំងហ្មងបងប្អូនស៊ូស៊ីហ្នឹងគេហុំមួយសារាយហើយគេដាក់ជាមួយនឹងអីគេសាច់អន្ទង់អាំងអូឆ្ងាញ់ខ្លាំងបាទនេះវិញរបៀបសាច់ត្រីគេត្រីតាឆ្កាគេយកអាសាច់ភុយក្នុងនេះវិញគឺ lobster បងប្អូនហើយយើងញ៉ាំទៅរបៀបខាងក្រៅវាក្តៅខាងក្នុងវាខាំទៅវាត្រជាក់អានេះឆ្ងាញ់ហ្មងយីមែនអានេះរត់តែឆ្ងាញ់ទៀតហើយបងប្អូនសាច់គេឡើងស្រស់ហើយគេដាក់កាតិចមាសទៀតញ៉ាំទៅបលិញពឹងខ្លួនហ្មងណាបាទនេះវិញ spaghetti គេដាក់ជាមួយនឹង truffle បងប្អូនអូឆ្ងាញ់ញ៉ាំមួយម៉ាត់នេះអែមស្លាប់ហ្មងណាបើម្ដងនេះបានអែមហ្មងបងប្អូនគេមានអ៊ូនីហើយមានពងត្រីទៀតឆ្ងាញ់ហ្មងជាតិសាហាវហើយបើ egg roll នេះសម្រាប់ខ្ញុំវាធម្មតាព្រោះរសជាតិហ្នឹងយើងធ្លាប់ញ៉ាំនៅហាងផ្សេងដែរអញ្ចឹងណាហើយឥឡូវនេះដល់វគ្គស៊ុបម្ដងស៊ុបនេះស៊ុបមីសូស៊ុបតែវាប្លែកត្រង់ថាមីសូស៊ុបកន្លែងគេដាក់ជាមួយនឹងតៅហ៊ូតែកន្លែងគាត់នេះដាក់ជាមួយនឹងលៀសហូណាលៀសពណ៌សនេះហើយឥឡូវដល់វគ្គបង្អែមយើងគេមានការ៉េមល្ងខ្មៅអានេះឆ្ងាញ់បងប្អូនខ្ញុំជឿញ៉ាំល្ងខ្មៅផងអែមហ្មងតែមែនមកវគ្គនេះគឺថាឆ្អែតខ្លាំងហ្មងបងប្អូនអើយ